បាទជំរាបសួរបងប្អូននេះមកថតទិដ្ឋភាពតែកាត់ឡើងនៅប្រាសាទអង្គរវត្តណាដូចជាអន្ទះបាញ់ថ្ងៃទី16ណាបណ្ដាលឲ្យមនុស្សស្លាប់3នាក់គឺស្លាប់នៅកន្លែងម្នាក់ហើយនឹងស្លាប់នៅមន្ទីរពេទ្យ2នាក់នេះប្រាសាទអង្គរវត្តតែងតែយើងភ្ជាប់នៅការការពារលើផ្ទះណានៅចំកំពូលប្រាសាទអង្គរវត្តហ្មងណាបងប្អូនមើលណាឧបករណ៍ពីមានបាទការពារក្រុងអង្គរវត្តហ្នឹងកាលអតីតកាលកាលពីមុនមកហ្នឹងគឺមានប្រទេសបាញ់ដូចគ្នាដែរចំកំពូលប្រាសាទអង្គរវត្តហ្នឹងណាដូច្នេះខ្ញុំមកថតទិដ្ឋភាពថ្មីដែលកាត់ឡើងនៅប្រាសាទអង្គរវត្តរបស់បងប្អូនបានឃើញថាអន្ទះបាញ់ហ្នឹងគឺជាឧបតិហេតុមួយដែលកើតឡើងជាលក្ខណៈធម្មជាតិមិនមែនជាការកើតឡើងដោយអ្នកណាម្នាក់ឬក៏អ្វីមួយទេនេះជាកើតឡើងដោយសារធម្មជាតិបងប្អូនបានដឹងណាអន្ទះបាញ់មិនមែនថាអន្ទះបាញ់នៅតែខេត្តសៀមរាបយើងឬក៏នៅភ្នំពេញឬនៅឯណាគ្រប់តំបន់ទាំងអស់នៅទូទាំងពិភពលោកតែតែមានពីស្វាបងប្អូនណាបាទបងស្វាដាក់រោគចំណៃហើយធម្មតាឃើញបងប្អូនគាត់យកផ្លែឈើឬក៏ស្អីមកចឹងណាចិញ្ចឹមគាត់ទៅឲ្យរស់ដូចគ្នាបាទគាត់កំពុងតែស្រែកចពីខាងផ្លេចទៅខាងកើតដើម្បីរោគចំណៃតាមថ្ងៃរបស់គាត់ណាចង្កាលគាត់ទៅរកផ្លែឈើដោយខ្លួនឯងអីចឹងទៅតែស្វានេះបើយើងអត់វាយគាត់មិនស្អីគាត់ក៏មិនប៉ះពាល់អីយ៉ាងដែរណាគឺខំយើងឬក៏មិនស្អីទេបាទនេះខ្ញុំមកថតនេះគឺឲ្យបងប្អូនបានដឹងទិដ្ឋភាពថ្ងៃទី16បាទម្សិលមិញនេះបាទបណ្ដាលឲ្យមនុស្សស្លាប់3នាក់នេះគឺប្រុសម្នាក់ស្រី2នាក់បាទប្រុសហ្នឹងគឺអ្នកខេត្តសៀមរាបហ្នឹងគាត់ជាងថតបាទគាត់នៅខាងជើងធំគាត់ប្រកបអាជីវកម្មរបស់គាត់ហ្នឹងគឺគាត់ថតញៀវបាទទេសចរផងដូចជាជនជាតិថៃវៀតណាមចិនឡាក់ចឹងណាដើម្បីប្រកបអាជីវកម្មរបស់គាត់បាទចង្កាលគាត់ថតខ្មែរថតអីចឹងទៅមកពីខេត្តផ្សេងចឹងគឺអន្ទះបាញ់នេះគឺមិនមែនជាគួរឲ្យភ័យខ្លាចទេថាទេសចរយើងអាចមានបញ្ហាទេមិនមែនទេណាបងប្អូននេះជាហេតុមួយដែលយើងត្រូវការពារដោយខ្លួនឯងដូចជាបងប្អូនមួយចំនួនគាត់នាំគ្នាលេងទូរស័ព្ទណាបើគេតែភ្លៀងជិះខ្លាំងខ្យល់បក់អីចឹងទៅបងប្អូននៅតែបើកលេងហើយលេងទៀតហើយបណ្ដាលឲ្យអន្ទះហ្នឹងកើតឡើងជាភ្លើងបាញ់បាទចំបងប្អូនណាដែលអាចគ្រោះថ្នាក់បានគឺអាចដល់គ្រោះថ្នាក់ដល់រហូតដល់ជីវិតដូចជាអាចការនៅប្រាសាទអង្គរវត្តនេះជាដើមបាទអញ្ចឹងវាមិនមែនជាគ្រោះថ្នាក់អ្វីដែលគួរឲ្យភ័យខ្លាចទេណាបាទតែរដូវភ្លៀងវាតែងតែអញ្ចឹងបើមិនត្រូវតំបន់ភ្នំឬតំបន់ទីក្រុងឬក៏កន្លែងទឹកណាមួយស្អីចឹងទៅវាអាចតែមានទូទាំងប្រទេសខ្មែរយើងតែងតែមានអញ្ចឹងបងប្អូនត្រូវតែប្រុងប្រយ័ត្នដោយខ្លួនឯងនេះគឺជាធម្មជាតិដែលកាត់មកពីរាប់លានឆ្នាំមកហើយតែយើងមិនអាចដឹងណាត់រវាងភ្លើងពីដីអាកាសធាតុនឹងបាទស្វាកំពុងតែសប្បាយវត្តតាមថ្នល់តាមអីហ្នឹងណាបងប្អូនតិចទៀតខ្ញុំទៅដល់កន្លែងថតរូបពិតប្រាកដខ្ញុំណែនាំនឹងពីការកាត់ហេតុហ្នឹងកន្លែងណាមួយអីចឹងទៅបងប្អូនបានឃើញបាទទាំងអស់គ្នាបាទពេលស្វាគាត់កំពុងតែដើររកចំណីណាបងប្អូនបាទមានស្វាយមានចេកមាននំមានអីបាទមកហ្នឹងបើបងប្អូនណាចង់រំលែកចិញ្ចឹមគាត់ចឹងណាបានដែរមកនេះនៅផ្សារអង្គរវត្តណាបាទទីទៀតខ្ញុំនឹងថតបន្តទៀតបងប្អូនបានឃើញបាទគាត់នេះពីកាជើងណាបាទដើរដូចមិនទៅស្រួលទេថតកាមិនថតឥឡូវស្បែកក្បាលពោះឡើងប៉ុណ្ណានៃធ្លាក់មកខាងក្រោមមកឃើញនេះមកពីថតណាបាទនឹងស្បែកយាអស់ហើយមកបងប្អូននេះបាទស្បែកយាណា
นี่ว่าไปก็đã hot ก็สมบัติกันดาไปจอยกี่โลดกันមានក្រុមរបស់គាត់ដែរណាតែក្រុមរបស់គាត់ដើរតែងតែឆ្លោះគ្នាយើងឃើញខំគ្នាអីចឹងទៅបាទនេះដល់តំបន់ទេសចរយើងណាបងប្អូនគឺរដូវនេះរដូវភ្លៀងឃើញទៅស្អាតបងប្អូនមើលទៅក៏ស្អាតណាស់បាទស្មៅគៀវមើលកន្លែងណាក៏ត្រជាក់ភ្នែកដែរបាទអាកាសធាតុល្អទៅបងប្អូនមករដូវកាលនេះនឹងអាចឃើញថាទិដ្ឋភាពស្អាតអ្វីគឺល្អមកបងប្អូនបាទទីទៀតខ្ញុំទៅដល់កន្លែងខ្ញុំថតប្រាប់បងប្អូនថាកន្លែងនេះដែលជាបាញ់ថ្ងៃទី16ណាពេលល្ងាចបាទនេះបងប្អូនស្អាតណាស់ទិដ្ឋភាពដែលថតទៅបងប្អូនខ្មែរយើងមកលេងកកសប្បាយគ្នាចូលសានកូវត្តនេះមានរបស់លីសើចណាបងប្អូនគឺជាបរិយាមួយនៅទី7នៅក្នុងទូទាំងពិភពលោកណាគឺយើងជាប់លេខ1នឹងយើងជាប់លេខនៅក្នុង7នឹងដែរនេះកន្លែងក្បែរនេះឯងបងប្អូននេះកន្លែងក្បែរនេះឯងនៅកំពូលប្រាសាទនេះឯងកន្លែងគូប្រាគោះនេះឯងដែរនឹងផ្ទះបាញ់ណាគឺដើរចូលទៅដល់ក្នុងចំណោមបងប្អូនកន្លែងនេះហើយជាកន្លែងផ្ទះបាញ់ដល់អាយុជីវិតបរិសម្នាក់បាទស្រាប់នៅទីកន្លែងមកបាទសានទៅវត្តមានកំពូល5បងប្អូនស្អាតណាស់បងប្អូនអើយបាទនៅទៅឃើញដល់ហើយរស់រវើកចម្លាក់ក៏ព្រឹកទីមើលឃើញខ្លងស្វាខ្លងបង្អួចហើយនឹងមានដែលជាបញ្ឆោតឬក៏មានបង្អួចបញ្ឆោតបាទនៅកន្លែងនេះបងប្អូនបែលោកតាវិញនេះឯងដែលបានប៉ះពាល់ចំណាជាតាទៅកន្លែងបងជិះណាពីព្រោះស្ថាននេះមានផ្លូវចូលទាំងអស់មាន5មានជាសាចូលទៅចម្រៃចង់ទាំងអស់ហើយកន្លែងនេះគឺកន្លែងមន្ត្រីសង្គមដែលមានចូលហើយកណ្ដាលគឺជាព្រះរាជវាំងដាច់ទាំងអស់បាទនឹងខំនេះទៅណាបងប្អូនឃើញជាបាញ់ឆ្លងជាកណ្ដាលទិសខាងលិចនៅសានកូវត្តណាបាទទៅសានកូវត្តហើយមកទៅទិសខាងលិចណានៅទិសខាងលិចទៅខាងកើតដើម្បីឲ្យជាប្រសាទផ្សេងនេះហើយកន្លែងនេះហើយបងប្អូនណាកន្លែងនេះហើយដែលជាថតនេះណាកន្លែងថតណាកន្លែងឯងដែលជាបាញ់ចំពីព្រោះបាញ់ពីជើងមកចូលមកពីបូនណាគួរស្លាប់មកពីណាបងប្អូននេះខ្លងជាកណ្ដាលហ្មងបងប្អូននេះថ្មដែលធ្លាក់ពីខាងលើនេះបងប្អូនថ្មបាញ់ចំថ្មពីទិសខាងជើងមកបងប្អូនបាញ់ចំមកបានធ្លាក់ថ្មមកខាងក្រោមហើយបងប្អូនយើងនេះខាងពីស្កេតទៅគាត់ក៏បាននៅក្នុងបន្តិចថ្មនេះយកមកទៅទឹកនៅកន្លែងនេះបងប្អូនតែទេណាបងប្អូននេះហើយណាជាជានេះក៏ប្រមូលយកមកទុកខាងជាតិបំផ្លាញវត្ថុយ៉ាងនេះកុំនេះនៅទីយើងនេះមកនេះនៅការជាបាញ់ជាមកដល់ក្រោមដីស្មៅជាណាទៅស្មៅជាណាហើយបាទគាត់ទៅនេះជាខាងចឹងនេះក៏មានកន្លែងនេះក៏មានតែមានអក្សរបាទជាក្របរបស់ខ្មែរយើងគឺបីបាយនេះគឺជាពិភពលោកដែលបងប្អូននៅនៅចឹងតែបងប្អូនទាំងអស់គ្នាមកទៅទស្សនាប្រាសាទអង្គរវត្តហើយឯកដោយសូមបងប្អូនពេលដែលភ្លៀងខ្លាំងដោយបន្តិចដោយលឺពូនទៀតបាញ់អញ្ចឹងណាបងប្អូនត្រូវតែបិទទូរស័ព្ទគ្នាកុំបើកហើយដូចជាបាញ់ចំណាទីអ្នកហើយចាស់ចឹងបងប្អូននេះខ្លងជាខាងលិចណាបងប្អូនបាទនេះអបសាននេះមានខ្លងជាដែលយើងអាចដើរចូលក្បាលមាន5នេះកន្លែងនេះនៅត្រង់នេះដែលជាបាញ់បងប្អូនបាទជាបាញ់ចំកណ្ដាលបងប្អូនមានចំនួនចិត្តកំពុងទៅជួបភ្លៀងនៅខាងក្នុងចែកបានអីដែលភ្លៀងមកខ្លាំងទុះអីចឹងទៅ
ចោលខ្លាំងអីចឹងទៅក៏ជិះបាញ់ចំដែលបងប្អូនកំពុងតែលេងទូរស័ព្ទបាទហ្នឹងហើយណាចឹងទូរស័ព្ទហ្នឹងមិនដល់ឲ្យជិះបាញ់ចំដែរណាចឹងបងប្អូនចូលតាមផ្ទះទៅបីនៅផ្ទះយើងក៏ដោយនៅជនបទយើងស្រែក៏ដោយទីណាក៏ដោយទូទាំងប្រទេសយើងនេះគឺកំពុងតែទាំងអស់ណាហើយនេះរកគ្រៀងឆ្នាំ2025នេះដូចតែហើយស្លាប់គឺស្លាប់នឹងបងម្នាក់បាទជាងខតហើយស្រីពីរនាក់នេះមកពីម្នាក់មកពីពេញម្នាក់ទៀតមកពីអូតបាទមកពីណាហើយនេះពីនៅកន្លែងនេះហើយហើយដល់បងប្អូនយើងមកទៅបីយ៉ាងណាធម្មជាតិហើយនិយាយទៅធម្មជាតិទៅយើងនៅទីនេះណាលក្ខមីនោះហើយសូមមក4ចិត្តមកកម្មហើយនេះបាទបាំងសសរណាស្លាប់សម័យចឹងជារឿងធម្មជាតិចឹងខ្ញុំថតនេះថតពីបងប្អូនណាដែលជាបាច់ថ្ងៃណាពីថ្ងៃណាស្លាប់អីចឹងណាចូលវត្តចឹងបងប្អូនកំពុងស្លាប់បងប្អូនយើងមកការលេងកំសាន្តថ្ងៃនេះសៅរ៍បាទតែไม่ได้ไปไกลกับไอ้ที่พูดกันตัววันนี้ผมค้าลายแต่จนจิตนายยังสงบสดใสใบเป็นตือสงบสงบหมดแล้วปลือเรียงปลือกายปลือคล้วนดาวมันโกเรนนึกเคยการสร้างซองเนาะอาชาติเยอะมือแบบคมเทคเนียมันกล้วยเชื่อนี่ถ้ามันกล้วยเชื่อมันกล้วยการล้างตาเนี่ยนะบาดจังบางคนก็มีจุดตาวายมันเมนเทียเด็กได้จุดหมอเตกิสนาได้บอกเวรบอกว่ายังคือเป็นประเทศไอ้บางคนบาดสมัยโน้นนะในสมัยตอนสุริยะวันมันปีบาดนำมวยปอนมวยร้อยดับใบดอลมวยปอนมวยร้อยหาซับหน่วยราชการบอกอันวันสร้างสองนี้ยังเคยมันพร้อมนาเต้จังบางคนนะมาโฆษณาประสานโกวะหายคือดังแต่สบายนะบางคนบ้านะเป็นตัวเทียบเป็นเปรกนี่เป็นเปรกยังมาทอดนี่ไปจะมองผมบ้วนนะบางคนแบบบ้วนจังบางคนผมไทยเรื่องธรรมชาตินั่นเทียบใบในมนุษย์สลับในประสานโกวะไอ้จังบางคนถ้าโอ้ไปกวดขนาดนั้นมันจังไอ้เต้ยจังกลมเกิดจังนั้นนะเกิดมันปัญหาเต้บางคนบาดคือสบายต้องออกเนี่ยบาดสั่นของวันนี้อะไรนี่จำได้แต่ทอดเอกสารมือจำนวนที่โชว์ทอดในอะไรนี้เป็นยังกระบางคนทอดในจำนวนส่วนจริงๆก็เป็นน้ำเชี่ยวดาวเล็งตามประสาทของดังการเรื่องการสร้างซองเรื่องสถาปัตยกรรมเซ็งๆตัวใบประสาทมาดอยก็มีตัวหนาเรื่องเกี่ยวกับแรกที่เป็นประเทศเยอะบาดอะไรในสมมติไปนมตึกซาเวียนซาเอกมีได้จังบางคนต้องยัดเอาคนอ้ายอย่างเรื่องธรรมชาติดิมเน้นนาเกิดก่อเกิดเราที่เกิดติดตามของต่างสลับประเทศบ้างเกี่ยวกับสลับนะใบนี้เราทำในการเกี่ยวกับเรื่องนี้วิจารณ์นี้ก็จำนวนละเกี่ยวกับ reflection of the world temple to the water อะไรนี้ให้เกี่ยวกับสมอลเดช่วงมันจังเรียกมออะไรสักตึกนั่นนะมันเอาบางคนยืมบางคนแต่ยืมในเป็นก็มีภาษาปีนะต่อเรื่องพร้อมตึกจังนะเนี่ยแต่ภาษาตัวนี้บางคนเคยยืมบางคนนั่งตัวนั่นนะบางคนนะต้องเลยบางคนยืมโดยจำนวนจังต่อถึงบางเลยภาษาตัววัดตัดสินใจน้อยตัวกองประหยัดมีต้นดอกเบี้ยเลี้ยงดำช้ำ
បាទដល់ឆ្នាំ2025នេះគឺបាទទេវតាបាទកាចណាទេវតាបាទទេវតានេះព្រះអិនគេហៅថា intra ហៅថាព្រះអិន intra កាចណាស់បាទ intra នេះតែងតែគាត់ប្រយុទ្ធប្រជែងជាមួយគ្រឹស្ណៈជាអវតារមួយរបស់ព្រះនរាយណ៍បាទព្រះរាយណាបាទដែលគាត់បំផ្លាញលោកយើងដូចទាបាញ់អញ្ចឹងណាបានទាបាញ់នឹង intra ណាបាទជាបាទអាវុធរបស់គាត់នឹងគឺភ្លើងនឹងឯងបងប្អូនបាទអាវុធរបស់គាត់នឹងគឺភ្លើងនឹងឯងមកលើផែនដីយើងណាចង្កាត់ឆេះចង្កាល់អីចឹងនៅដូវភ្លៀងអីចឹងទៅយើងឃើញហើយណាទាបាញ់ហ្នឹងគឺអ៊ីនត្រាគឺថាព្រះអិនខឹងនៅលើផែនដីយើងកន្លែងណាមួយអីចឹងទៅតែងតែគាត់បាញ់អាវុធរបស់គាត់ចុះពីលើចុះមកក្រោមបំផ្លាញមនុស្សលោកយើងណាអ៊ីនត្រាដោយគ្រឹស្ណៈជាអវតាររបស់ព្រះនរាយណ៍បានឃើញសកម្មភាពអ្វីមិនល្អក៏បានបាញ់ធ្នូតតាំងជាមួយព្រះអិនឡើងវិញតមកព្រះអិនឃើញថាកូនព្រៃនេះមកពីណាថាតែព្រះអិននិមិត្តឃើញថាជាអវតាររបស់ព្រះនរាយណ៍ព្រះអង្គក៏សូមចោះចាញ់បានបាទនេះហើយណានេះរឿងទិសបាញ់ណាបងប្អូនបាទរស់ស្វាយបងប្អូនបាទអញ្ចឹងបងប្អូនណាបានមើលហើយស្ដាប់ហើយសូមបងប្អូនជួយ like ជួយ subscribe ផងបាទបងប្អូនសូមអរគុណសូមជម្រាបលាឲ្យបងប្អូនប្រកបអាជីវកម្មឯកជនអ្នកមានមហាសិទ្ធិគ្រប់គ្នាបាទនេះជារឿងល្អសម្រាប់បងប្អូនបានដឹងអំពីឧបទ្ទហេតុដែលកើតឡើងទូទាំងប្រទេសយើងនឹងដោយធម្មជាតិក្នុងរដូវភ្លៀងនេះយើងត្រូវការប្រុងប្រយ័ត្នជានិច្ចថាគឺយើងមិនដឹងថាកើតឡើងចំពោះបងណាប្អូនណាអ៊ំណាពុកដៃណាផ្ទះអ្នកណាទេបាទអញ្ចឹងបងប្អូនប្រុងប្រយ័ត្នដល់ពេលភ្លៀងផ្គងជាខ្លាំងសូមនឹងបិទទូរស័ព្ទកាលពីមុនគេបិទទូទស្សន៍បាទជម្រាបលាបាទ